ជំងឺបាក់ទឹកចិត្តលាក់មុខគឺជាប្រភេទជំងឺបាក់ទឹកចិត្តម្យ៉ាងដែលពិបាកក្នុងការសម្គាល់ដោយសារតែវាលេចចេញនៅរោគសញ្ញារាងកាយជាជាងបង្ហាញចេញជារោគសញ្ញាផ្លូវចិត្តទោះបីជាយ៉ាងណាក៏ដោយវានៅតែមានតម្រុយនិងចំណុចខ្សោយមួយចំនួនដែលយើងអាចកត់សម្គាល់បានទី1ការឈឺចាប់របស់អ្នកដែលមានជំងឺបាក់ទឹកចិត្តលាក់មុខមានលក្ខណៈប្លែកខុសពីអ្នកដែលមានជំងឺទូទៅត្រង់ថាការឈឺចាប់វារត់ទៅរត់មកឡើងចុះថ្ងៃនេះឈឺក្បាលខ្លាំងថ្ងៃស្អែកទៅបាត់ឈឺហើយបែរទៅជាចុកពោះវិញខាន់ស្អែកទៅបែរទៅជាឈឺខ្នងឬក៏ញ័រទ្រង់ទៅវិញហើយការឈឺចាប់ហ្នឹងមើលទៅដូចជាអត់នៅស្ងៀមមកកន្លែងព្រោះថាវាជាការរំញោចរបស់ប្រព័ន្ធប្រសាទវាមិនមែនជាការខូចខាតរបស់សរីរៈរាងកាយណាមួយទេនៅពេលដែលគ្រូពេទ្យប្រើប្រាស់ថ្នាំបាត់ការឈឺចាប់ជាទូទៅវាអត់ត្រូវទេឧទាហរណ៍ដូចជាលេបថ្នាំប៉ារ៉ាសេតាមុលលេបថ្នាំកាពះលេបថ្នាំសាឡាក់រាប់ខែក៏ដោយក៏អាការៈហ្នឹងវាអត់ធូរស្បើយដែរឬក៏វាបាត់បានត្រឹមតែមួយផ្លែតហើយក៏ឈឺខ្លាំងមកវិញដដែលសម្រាប់លទ្ធផលវិទ្យាសាស្ត្រទាំងអស់គឺធម្មតាអ្នកជំងឺឆ្លងកាត់ការពិនិត្យឈាមឆ្លុះកាពះថតអ៊ុលត្រាសោនស្កេនខួរក្បាលឬក៏ធ្វើ MRI អស់លើរាប់រយដុល្លារប៉ុន្តែគូពេទ្យប្រាប់គាត់ថាសរីរាង្គកាយគាត់ទាំងអស់ធម្មតាអត់មានរលាកអត់មានដុសសាច់អីទេចំណុចទី2បើយើងសង្កេតទៅលើពេលវេលាវិញយើងឃើញថាជំងឺបាក់ទឹកចិត្តលាក់មុខរើឡើងនៅពេលដែលគាត់មានសម្ពាធហើយគាត់មានអាការៈមួយចំនួនដូចជាឈឺក្បាលអស់កម្លាំងហិតហៃឬក៏ចុកពោះហើយវាផ្ទុះឡើងនៅពេលដែលគាត់មានបញ្ហាមួយចំនួនដូចជានៅពេលដែលត្រូវបកគលការងារឲ្យគេអត់ទាន់នៅពេលដែលមានរឿងទំនាស់ជាមួយដៃគូឬក៏នៅពេលដែលបារម្ភតាក់ទងជាមួយនឹងរឿងលុយកាក់ហើយអាការៈហ្នឹងពីច្រើនធ្ងន់នៅពេលព្រឹកហើយសារនៅពេលល្ងាចអាហ្នឹងជាលក្ខណៈជីវសាស្ត្រនៃជំងឺបាក់ទឹកចិត្តអ្នកជំងឺភ្ញាក់មកនៅពេលព្រឹកគាត់មានអារម្មណ៍ដល់ស្ពឹកសពន់ឈឺក្បាលអត់មានកម្លាំងកាយទាល់តែសោះទោះបីជាគាត់គេងឆ្អែតប៉ុណ្ណាក៏ដោយប៉ុន្តែនៅពេលអាសៀលឬក៏ពេលល្ងាចទៅអាការៈហ្នឹងវាអន់ថយឬក៏ធូរស្បើយទៅវិញដោយខ្លួនឯងចំណុចទី3យើងអាចសង្កេតឃើញទម្លាប់អ្នកដែលមានជំងឺបាក់ទឹកចិត្តលាក់មុខលែងចង់ធ្វើអ្វីដែលគាត់ចូលទៅធ្វើអ្នកជំងឺចាប់ផ្ដើមដកខ្លួនថយយឺតឧទាហរណ៍លែងចង់ទៅលេងបាល់លែងចង់ជួបជុំមិត្តភ័ក្តិលែងចង់ទៅមើលកុនហើយក៏ដោះសារទៅគាត់ហត់ណាគាត់ឈឺក្បាលគាត់ចុកពោះគាត់ទៅអត់រួចទេហើយគាត់ប្រែទៅជាមនុស្សដែលឆាប់ខឹងនិងឆាប់មួម៉ៅក្រៅពីនឹងទៀតយើងសង្កេតឃើញថាគាត់មានការផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំរបស់គាត់អ្នកដែលមានជំងឺបាក់ទឹកចិត្តលាក់មុខអ្នកខ្លះទៅជាបាត់បង់ចំណង់អាហារទាំងស្រុងហ្មងញ៉ាំអីក៏អត់ឆ្ងាញ់អ្នកខ្លះទៀតទៅញ៉ាំច្រើនខុសធម្មតាហើយជួយចិត្តតែរបស់ផ្អែមបើយើងសង្កេតទៅលើបុគ្គលិកបុគ្គលវិញយើងឃើញថាអ្នកដែលមានជំងឺបាក់ទឹកចិត្តលាក់មុខភាគច្រើនគាត់តែងតែមានបុគ្គលិកពីរទី1គឺជាមនុស្សដែលចូលចិត្តភាពល្អឥតខ្ចោះគាត់ដាក់សម្ពាធលើខ្លួនឯងខ្លាំងអត់ព្រមទទួលស្គាល់ភាពបរាជ័យឬក៏អត់ហ៊ានបង្ហាញភាពទន់ខ្សោយរបស់គាត់ឲ្យអ្នកដទៃបានដឹងទេបុគ្គលិកមួយទៀតគឺជាមនុស្សដែលលាក់អារម្មណ៍ឬក៏មនុស្សដែលចូលចិត្តលួងលោមអ្នកដទៃគាត់ជាមនុស្សដែលរស់នៅដើម្បីតែដោះស្រាយបញ្ហាគេឬក៏បារម្ភពីអ្នកដទៃប៉ុន្តែបើលួងខ្លួនឯងឬក៏បង្ហាញអារម្មណ៍ខ្លួនឯងគាត់អត់ចូលចិត្តទេបើសិនជាអ្នកទាំងអស់គ្នាសង្កេតឃើញថាខ្លួនឯងមានចំណុចខាងលើ3ឬ4ចំណុចបញ្ជាក់ថាយើងអាចនឹងមានជំងឺបាក់ទឹកចិត្តលាក់មុខហើយគួរតែមកជួបគូពេទ្យឯកទេសជំងឺផ្លូវចិត្តដើម្បីប្រតិបត្តិថ្នាំកែសម្រួលសារធាតុគីមីឬក៏ទៅចែកពិគ្រោះដែលជាកលលឺតែមួយគត់ក្នុងការដោះស្រាយបញ្ហារាងកាយដែលឈឺចុកចាប់អត់ដឹងមូលហេតុនិងរកអត់ឃើញ